កែប្រែជីវិតពិតជាត្រូវមានវិធីមិនបាច់ពីរត្រឹមតែមួយជួយប្រសើរគឺការគិតល្អជាមិត្តរួមដំណើរសួរថាតើគិតប្រសើរដូចម្ដេចទៅយោនិសោតាមព្រះធម៌សម្ដែងប្រាប់ចាប់ហេតុផលផ្ដល់ដំណឹងឲ្យដឹងត្រូវប្រែបញ្ញាជាឱកាសច្បាស់ជាផ្លូវការយល់ត្រូវផ្លូវជីវិតពិតសរណៈព្រះសាសនាកែបញ្ហាការយល់ខុសត្រឹមប៉ុណ្ណោះជាមនុស្សទេពឃើញសច្ចៈសតិប្បដ្ឋានបានទីពឹងលោកុត្តរៈលះមោហៈមគ្គលើកដាក់ដល់និរោធកំណាព្យនេះនិពន្ធដោយលោកគ្រូអគ្គបណ្ឌិតបុត្រសាវង